រឿងអណ្ដើកនិងស្វាមានរឿងនិទានមួយថាអណ្ដើកនិងស្វាវាសុំធ្វើបន្លងគ្នាតែគ្មានកូនចៅទៅចងពុនអ្វីទេគ្រាន់តែនិយាយថាសុំគ្នាធ្វើដំឡងសត្វទាំងពីរស្រឡាញ់រាប់អានគ្នាដូចបន្លងអ្នកទាំងពួងនោះដែរលុះអស់កាលយូរទៅដំឡងខាងស្វានោះគេមានកូនត្រូវរៀបការគេហៅភ្ញៀវពួកស្វាថ្ងៃនឹងទីការទើបនឹកឃើញអណ្ដើកជាដំឡងថាយើងការកូននេះហៅភ្ញៀវអស់ហើយនៅតែអណ្ដើកជាដំឡងមិនទាន់បានទៅប្រាប់ឥឡូវចិត្តដល់ថ្ងៃការណាស់ទៅហើយបើដូច្នេះឲ្យបំរើទៅអញ្ជើញគាត់ផងបំណាច់យើងរាប់អានគ្នាយូរឆ្នាំណាស់មកហើយគិតហើយក៏ចាត់បំរើឲ្យទៅអញ្ជើញថ្ងៃដែលគេប្រជុំញាតិស៊ីការនោះអណ្ដើកក៏ទៅដល់ដែរតែនឹងឡើងទៅស៊ីផឹកនឹងគេមិនរួចពួកស្វាបានឃើញក៏ទៅប្រាប់បន្លងស្វាថាត្បិតបន្លងអណ្ដើកមកដល់ហើយនៅឯក្រោមដើមឈើដំឡងស្វាចុះមកឃើញអណ្ដើកក៏ប្រាប់ថាដំឡងឯងឡើងមិនរួចនឹងគេមានតែដំឡងឯងខាំវ័ននេះចោះយើងនឹងស្រាវឡើងប៉ុន្តែបើមិនតាន់ទៅដល់កន្លែងដែលយើងអង្គុយទេដំឡងឯងកុំនិយាយឲ្យសោះទោះបីឃើញអ្វីឬគេថាអ្វីក៏ដោយតែនិយាយធ្លាក់មកស្លាប់ហើយអណ្ដើកទទួលយកបណ្ដាំដំឡងនោះសពគ្រប់ហើយក៏ទទួលខំវល់ពួកស្វាទាំងប៉ុន្មានក៏ស្រាវវ័ននោះឡើងនាំអណ្ដើកទៅដល់ឯថ្នាក់លើលុះទៅជិតដល់កន្លែងដែលគេនឹងដាក់នោះជួនជាដំឡងស្រីស្វាឃើញអណ្ដើកក៏សួរដោយរាប់អានថាដំឡងសុខសប្បាយទេឬអណ្ដើកភ្លេចពាក្យបណ្ដាំហាមាត់ស្ដីទៅនឹងដំឡងក៏របូតមាត់ធ្លាក់ខ្លួនដល់ដីបែកស្នូកដូចគេបោកនឹងថ្មស្លាប់នៅវេលានោះខាងស៊ីការនោះទៅរឿងអណ្ដើកនិងស្វាចប់តែប៉ុណ្ណេះរឿងបងថ្លៃនិងប្អូនថ្លៃមានមនុស្សពីរនាក់ជាបងថ្លៃប្អូនថ្លៃនឹងគ្នាបងថ្លៃជាអ្នកក្រប្អូនថ្លៃជា
ជាអ្នកមានទ្រព្យសម្បត្តិថ្ងៃមួយឪពុកក្មេកមានកិច្ចរវល់ត្រូវប្រាប់បងប្អូនកូនចៅឲ្យទៅស៊ីផឹកនៅផ្ទះគាត់ប្អូនថ្លៃនោះបានមកជួបនឹងបងបបួលទៅស៊ីឯផ្ទះឪពុកក្មេកបងថ្លៃនិយាយប្រាប់តាមត្រង់ថាមិនហ៊ានទៅស៊ីទេព្រោះខ្លួនជាអ្នកក្រមិនធ្លាប់ស៊ីម្ហូបចំណីល្អក្រែងមិនត្រូវបែបបត់គេខ្មាស់គេប្អូនថ្លៃនោះជាមនុស្សចិត្តសប្បុរសនឹងបងក៏ប្រាប់ទៅវិញថាមិនអីទេទៅពីរអ្នកចោះបើមិនដឹងឲ្យតែធ្វើតាមខ្ញុំស៊ីអីស៊ីនឹងទៅមិនប្រកាន់ប៉ុន្មានទេបងទៅជាមួយនឹងខ្ញុំចោះបងក៏ព្រមទៅលុះទៅបរិភោគនៅទីនោះក៏បបួលគ្នាស៊ីបាយតាមធម្មតាទៅដល់គេលើកសម្លខ្ចៅមកប្អូនក៏យកចង្កឹះចាប់មួយមកពុំរួចចិញ្ចក់អស់ខ្ចាក់សម្បកខ្ចៅនោះដាក់នៅនឹងកន្លែងហើយគេចោលសម្បកនោះទៅឯបងនោះមិនដឹងដោយមិនបានឃើញគេធ្វើដូច្នេះក៏ខំចិញ្ចក់ហើយខំទាំងទំពាសម្បកខ្ចៅនោះតតែល្អិតខំលេបទៅប្អូនឃើញដូច្នេះក៏លេងស៊ីខ្ចៅនោះទៅចាប់យកឯអំពៅដែលគេឡាវទុកនៅចាននោះមកស៊ីរួចគេយកកន្សែងខ្ចប់ដាក់ហើយចោលទៅទៀតបងឃើញគេស៊ីអំពៅក៏យកអំពៅនោះមកស៊ីនឹងគេទៀតខំទំពាអំពៅតតែល្អិតកាលេបទៅទៀតប្អូនលេងស៊ីអំពៅវាទៅស៊ីសម្លមីសួរទៀតទៅតែនឹងពុំចូលក្នុងមាត់នឹកឃើញបងស៊ីអំពៅទាំងកាកនោះហើយអស់សំណើចទុកមិនឈ្នះក៏ចេញសំឡេងមកឮតែខិដោយហេតុខ្យល់ទុកខិនោះមីសួរវាស្ទុះឡើងទៅចូលឯរុនច្រមុះទាំងពីរចេញមីសួរនោះមកក្រៅដោយអំណាចខ្យល់បងថ្លៃឃើញដូច្នេះក៏ចោលចង្កឹះទៅក្នុងថាទេលេងស៊ីហើយស៊ីតែឯងធ្វើតាមសូមបីខ្ចៅនិងអំពៅទាំងសម្បកទាំងកាកក៏ស៊ីបានទាំងអស់ដល់មីសួរធ្លុះនឹងច្រមុះដូច្នេះ
ធ្វើតាមមិនបានទេអូនឯងស៊ីតែឯងចោះបងលែងស៊ីហើយស៊ីទៅទៀតមិនកើតទេរឿងបងថ្លៃនិងប្អូនថ្លៃចប់តែប៉ុណ្នេះសូមអរគុណរឿងអាប៉ានាងតៃក្នុងសម័យមួយនោះជារដូវស្រូវទុំអាប៉ាទៅដេកចាំស្រូវវាទាំងយប់ទាំងថ្ងៃមានទាំងចាប៉ីមួយទៅផងវេលាថ្ងៃឡើងថែពងស្រូវដល់ពេលយប់ទំនេរតែងដេញចាប៉ីហើយស្រែកច្រៀងផងលុះច្រៀងរាប់យប់ទៅមានខ្មោចស្រីក្រមុំម្នាក់ឮសូរច្រៀងចម្រៀងចាប៉ីពិរោះពេកក៏ដើរទៅស្ដាប់ទៅអង្គុយអាំងភ្លើងក្រោមខ្ទមអាប៉ាងយូរបន្តិចទៅអាប៉ាងក្រឡេកទៅក្រោមផ្ទះឃើញខ្មោចដែរតំណែងខ្លួននោះអង្គុយអាំងភ្លើងអាប៉ាងសួរទៅថាអាណាអង្គុយក្រោមខ្ទមនេះនាងខ្មោចប្រាប់ថាខ្ញុំអាប៉ាងថាប្រហែលជាខ្មោចទេនាងខ្មោចឆ្លើយថាខ្មោចថាមិនខ្មោចអាប៉ាងសួរថាផងឯងឈ្មោះអីមករកអីនាងខ្មោចឆ្លើយថាខ្ញុំឈ្មោះតៃខ្ញុំមកស្ដាប់ចាប៉ីអាប៉ាងថាឡើងមកបើមកស្ដាប់ចាប៉ីនាងខ្មោចឡើងទៅអង្គុយចិត្តអាប៉ាងក៏ស្រឡាញ់គ្នាយកគ្នាជាប្តីប្រពន្ធទៅដល់រួចស្រូវនាងខ្មោចនោះសួរទៅអាប៉ាងថាឥឡូវរួចស្រូវហើយតើឯងព្រមយកអញឬទេបើឯងមិនយកអញនឹងកាច់យកឯងអាប៉ាងថាអញព្រមយកប៉ុន្តែចាំអញដឹកស្រូវទៅទុកផ្ទះសិនលុះអាប៉ាងដឹកស្រូវយកទៅទុករួចហើយក៏ត្រឡប់មកយកមីកន្ទៃនោះវិញនាងកន្ទៃក៏នាំអាប៉ាងទៅជម្រាបសួរពួកបងប្អូនខ្មោចទាំងប៉ុន្មានរួចក៏នៅជាមួយគ្នាទៅប្រហែលជាងមួយខែពួកខ្មោចទាំងប៉ុន្មានបបួលគ្នាព្រមទាំងអាប៉ាងឲ្យទៅរកបាញ់សត្វមកធ្វើជាអាហារអាប៉ាងក៏ទៅជាមួយនឹងពួកខ្មោចនោះលុះទៅដល់កណ្ដាលព្រៃដែលខ្មោចទាំងពួងសម្គាល់ថាដើមឈ
ឈើទាលបានប្រទះនឹងកង្កែបមួយខ្មោចទាំងនោះស្រែកថាប្រយ័ត្នវើយកូនយើងដំរីធំណាស់ទៅហើយអាប៉ាងឮគេស្រែកថាដំរីក៏ប្រឹងរកមើលមិនឃើញដំរីសោះឃើញតែកង្កែបលោតមកត្រង់មុខអាប៉ាងក៏ចាប់ដាក់ក្នុងថ្នាក់សំពត់ទៅខ្មោចអស់នោះចេះតែស្រែកថាប្រយ័ត្នវើយដំរីមួយធំណាស់ហើយស្រែកសួរអាប៉ាងថាឃើញដំរីឬទេអាប៉ាងស្រែកថាមិនឃើញទេពួកខ្មោចក៏នាំគ្នាដើរមកដល់ចិត្តអាប៉ាងហើយថាទៅអាប៉ាងទៅផ្ទះយើងរកសត្វមិនបានទេអាប៉ាងថាអញបានកង្កែបមួយខ្មោចទាំងនោះសួរទៅអាប៉ាងថាយ៉ាងដូចម្ដេចអាប៉ាងកង្កែបនោះចែកឲ្យយើងរាល់គ្នាទីផងអាប៉ាងយកកង្កែបចេញពីថ្នាក់ហើយបង្ហាញទៅពួកខ្មោចនោះខ្មោចអស់នោះឃើញក៏និយាយគ្នារត់ប្រងព្រាតអស់ទៅហើយវាមានវាចាថាទុកប្តីមីកន្តីឲ្យនៅមិនបានទេព្រោះវាខ្លាំងពូកែណាស់វាហ៊ានចាប់ដំរីយកទៅដាក់ក្នុងថ្នាក់វាបើដូច្នេះយើងឲ្យអាប៉ាងនេះនៅមិនបានទេឲ្យវាទៅវិញទៅអាប៉ាងក៏បានរួចខ្លួនហើយត្រឡប់ទៅផ្ទះវិញរឿងអាប៉ាងនាងតីចប់តែប៉ុណ្នេះសូមអរគុណ